សួស្តីអ្នកគ្នាជួយជំនាញខ្ញុំរកសម្រាយរឿងថ្ងៃនេះខ្ញុំសម្រាយរឿងមួយដែលមានចំណងជើងថា Dora and the Search for Soul Dorado ដែលចេញក្នុងឆ្នាំ2025ដោយសារតែការចង់ដឹងចង់ឃើញរបស់ក្មេងស្រីម្នាក់ក៏បានព្យាយាមបើកចានមួយដែលមានរាងមូលយ៉ាងប្រុងប្រយ័ត្នហើយនៅពេលដែលបើកមកគឺពួកគេមិនដឹងថានេះគឺជាហឹបបុរាណពីមុនទេហើយហឹបហ្នឹងគឺបានចាក់សោរួចមកហើយពួកគេក៏បានព្យាយាមបើកគម្របហឹបហ្នឹងមកក៏ឃើញកងដៃមាសមួយនៅក្នុងហ្នឹងបន្ទាប់មកក្មេងស្រីក៏ព្យាយាមប៉ះកងដៃហ្នឹងស្រាប់តែកងដៃហ្នឹងហោះជាប់មកកាន់ដៃរបស់នាងយ៉ាងណែនដែលធ្វើឲ្យនាងមិនអាចដោះកងដៃនឹងបានទេបន្ទាប់មកទៀតក្មេងស្រីហ្នឹងក៏ដឹងថាវាហួសពេលហើយដែលនាងដោះអត់ចេញហើយកងដៃហ្នឹងក៏បាននាំនាងឃើញរូបភាពជាច្រើនផ្សេងទៀតផងដែរនៅពេលនេះគឺមិត្តភ័ក្តិដែលរួមដំណើរជាមួយនាងក៏មានការភ័យស្លន់ស្លោហើយក៏បានព្យាយាមដាស់តឿននាងឲ្យដឹងខ្លួនហើយដោយគិតថាហើយមិនស្រួលទេក៏ពួកគេក៏ព្យាយាមដោះកងដៃនោះចេញប៉ុន្តែទោះជាដោះយ៉ាងណាក៏ដោយក៏កងដៃហ្នឹងគឺនៅតែជាប់ជាមួយនឹងដៃនាងអញ្ចឹងហើយមិនអាចដោះទៅបានទេហើយដែលឃើញថាមិនអាចដោះបានពួកគេក៏ព្យាយាមរត់ចាក់ចេញទៅដោយសារតែឥឡូវនេះគឺមានគេដេញតាមហើយខណៈដែលក្មេងស្រីជាមួយនឹងក្មេងប្រុសនឹងកំពុងរត់ចេញទៅក៏ក្មេងស្រីនឹងក៏ស្រាប់តែតាក់ដៃរត់ចេញអត់កើតទេដូចថាកងដៃនឹងអត់ឲ្យនាងរត់ចេញទេហើយដល់ពេលអញ្ចឹងនាងព្យាយាមរត់មិនក៏រត់ចេញក៏នាងក៏លេចមើលទៅក៏ដឹងថាកងដៃនឹងគឺការពីនាងដោយសារតែឃើញអ្នកដែលតាមចាប់នាងនឹងកំពុងតែដើរតាមផ្លូវនឹងហើយឥឡូវនឹងក្មេងស្រីនឹងជាមួយនឹងក្រុមរបស់ខ្លួននឹងក៏បានមកស៊ើបមកដល់កន្លែងទីក្រុងមួយដែលទីក្រុងនឹងគឺមានរូបតង់តបរូបអីមួយចំនួនផងដែរហើយក៏ព្យាយាមពិនិត្យមើលតាមជាងមើលអីក៏ឃើញថាវាមានថ្មប្រហោងមួយនៅកណ្ដាលរូងភ្នំហ្នឹងហើយពួកគេក៏ព្យាយាមស្រែកដើម្បីឲ្យទ្វារអីបើកប៉ុន្តែស្រាប់តែក្មេងប្រុសហ្នឹងគាត់ក៏ទៅទៅប៉ះអាកលឺយន្តហ្នឹងដែលធ្វើឲ្យកលឺយន្តទាំងអស់ចាប់ផ្ដើមដំណើរការហើយគឺពួកគេទាំងអស់គ្នាមិនអាចចេញពីកន្លែងហ្នឹងបានទេហើយពួកគេក៏បានដើរចូលមកដល់ចំណុចកណ្ដាលនៃអគារហ្នឹងហើយពួកគេក៏បានដើរមកចូលចំណុចកណ្ដាលនៃកន្លែងហ្នឹងហើយក៏វាធ្លាក់បាក់ទៅខាងក្រោមទៅហើយអ្វីដែលពួកគេភ្ញាក់ផ្អើលទស្សនវិជ្ជានៅខាងមុខហ្នឹងវាគឺជាអាណាចក្រសម្ងាត់បុរាណដ៏ធំមួយដែលមិនអាចពណ៌នាបានគឺវាស្អាតមែនទែនដែលនៅចំកណ្ដាលហ្នឹងគឺជារាជធានីពោពេញទៅដោយមាសដែលពួកគេកំពុងស្វែងរកទោះជាយ៉ាងណាក៏ដោយនៅពេលដែលពួកគេមកដល់ទីក្រុងនេះគឺមិនងាយស្រួលឡើយដោយសារតែពួកគេគឺបានឃើញអ្នកការពារគឺមានសត្វកញ្ជ្រោងជាមួយនឹងទាហានមួយចំនួនដែលបានដើរការពារហើយពួកគេក៏បានប្រើល្បិចដែលពួកគេបានធ្វើជាដាក់របស់មួយឲ្យសត្វកញ្ជ្រោងហ្នឹងឆ្ងល់ហើយសត្វកញ្ជ្រោងក៏បានដើរមើលទៅក៏ឃើញថាមានកូនកែបមួយហើយកូនកែបហ្នឹងក៏បានធ្វើឲ្យកញ្ជ្រោងនិងទាហានក៏ស្លាប់នៅពេលនោះទៅបន្ទាប់ពីឃើញបែបនេះហើយក្រុមរបស់ក្មេងស្រីក៏បានដើរចូលមកខាងក្នុងទីក្រុងក្មេងស្រីហ្នឹងក៏បានឲ្យស្វាហ្នឹងលះរហួនមើលពីដាហើយស្វាក៏បានព្យាយាមប្រើពិលបញ្ចាក់មកហើយជាពលឺហើយក៏ធ្វើឲ្យជញ្ជាំងកលឹះទ្វារធំហ្នឹងក៏ត្រូវបានបើកឡើងតែពួកគេសប្បាយចិត្តបានតែប៉ុន្មានវិនាទីទេដោយសារតែពេញពីងយក្សក៏បានមកវាយប្រហារពួកគេហើយក៏ទ្វារដែលពួកគេកំពុងបើកហ្នឹងក៏ចាប់ផ្ដើមបិទម្ដងតិចដូច្នេះហើយពួកគេក្រុមហ្នឹងក៏ព្យាយាមរត់ចូលទៅក្នុងទ្វារមួយទៀតប៉ុន្តែក្មេងស្រីរបស់យើងហ្នឹងគឺជាប់នៅក្នុងទ្វារហ្នឹងគឺវាថាហត់ទៅដែរតែវាជាប់ចឹងទៅក៏គ្នាពួកគាត់ហ្នឹងព្យាយាមបើកទ្វារហ្នឹងឡើងហើយក៏សត្វស្វាហ្នឹងក៏ព្យាយាមធ្វើមិនឲ្យក្មេងស្រីហ្នឹងបានចេញពីទ្វារហ្នឹងឥឡូវនេះគេមកដល់កន្លែងថ្មីមួយទៀតហើយនេះគឺជាចំណុចកណ្ដាលគឺជាចំណុចដែលពួកគេបានចូលមកដល់រាជធានីមាសហើយពួកគេស្រឡឹងមើលរូបសំណាកចែងចាំងនៅពីមុខដែលពោពេញទៅដោយមាសស្រាប់តែមានបរិមម្នាក់ហ្នឹងក៏បានខាត់ក្រុមរបស់ពួកគេដោយបរិមម្នាក់ហ្នឹងក៏បានដើរចេញមកហើយក៏បានយកកាក់មាសមួយដាក់នៅក្នុងដៃយ៉ាងប្រុងប្រយ័ត្នហើយដាក់ទៅសាពះនៅកន្លែងហ្នឹងហើយទៅបន្ទាប់មកក៏ធ្វើឲ្យកលឺយន្តទ្វារហ្នឹងបានបើកហើយបង្ហាញឲ្យឃើញនៅរណ្ដៅភ្លើងមួយហើយបន្ទាប់ពីពួកគេឃើញរណ្ដៅភ្លើងហើយពួកគេក៏មានការភ័យខ្លាចដែរប៉ុន្តែស្រាប់តែមួយសន្ទុះមកគឺពួកគេក៏បានឃើញអ្នកការពាររាជធានីមាសដោយពួកគេឃើញថាស្ថានភាពអត់ល្អឯដោយសារតែឥឡូវនេះគឺពួកអ្នកដែលការពារនៅកន្លែងរាជធានីមាសហ្នឹងគឺបានព្យាយាមចង់វាយប្រហារពួកគេហើយដូច្នេះហើយពួកគេក៏ព្យាយាមបញ្យល់ថាពួកគេគ្រាន់តែជាអ្នកដែលរុករើវត្ថុបុរាណធម្មតាទេទោះបីជាយ៉ាងណាក៏ដោយអ្នកការពារគឺតម្រូវឲ្យក្មេងស្រីហ្នឹងគឺដោះបាសនាជាមួយនឹងរូបសំណាកបើមិនដូច្នេះទេពួកគេនឹងសម្លាប់ក្មេងស្រីហ្នឹងតមកក្មេងស្រីហ្នឹងគឺគិតច្រើនទេនាងក៏បានដួសទឹកថ្លាមួយចានហើយដាក់ចូលទៅក្នុងដៃរូបសំណាកយឺតសកម្មភាពនេះបានធ្វើឲ្យ
ដំណើរការដែលពួកគេតេស្តហ្នឹងគឺជោគជ័យបន្ទាប់មកទ្វារថ្មហ្នឹងក៏បើកយឺតៗហើយទិដ្ឋភាពដែលពួកគេឃើញហ្នឹងគឺស្រស់ស្អាតមែនទែនស្រាប់តែពេលនោះកូនចៅរបស់បារម្ភម្នាក់ហ្នឹងក៏បានលួចយករូបសំណាកទូចៗហ្នឹងដោយសម្ងាត់ដែលសកម្មភាពនេះបានធ្វើឲ្យរាជធានីនគរមាសហ្នឹងគឺចាប់ផ្ដើមរលាយម្ដងតិចខណៈពេលដែលគ្រប់គ្នាក៏បានព្យាយាមរត់គេចចាកចេញយ៉ាងស្លន់ស្លោហើយក្មេងស្រីក៏បានព្យាយាមដណ្ដើមយករូបសំណាកនោះមកវិញបានសម្រេចបន្ទាប់មកក៏ពួកគេបានប្រថុយប្រថាំងជីវិតមកដល់កន្លែងដើមវិញពេលនេះគឺទីក្រុងបុរាណដែលពួកគេស្វែងរកហ្នឹងដែលជាវត្ថុមាសហ្នឹងគឺឥឡូវបានទប់រលំជប់អីហើយឥឡូវគឺក៏មានការផ្លាស់ប្ដូរមួយដ៏អស្ចារ្យខណៈពេលដែលទីក្រុងបុរាណហ្នឹងចាប់ផ្ដើមជួសជុលខ្លួនឯងយឺតឡើងវិញហើយទ្វារក៏បានបិទយឺតហើយរាជធានីបុរាណហ្នឹងក៏បានបិទយ៉ាងជោគជ័យហើយក្មេងៗទាំងអស់មួយក្រុមហ្នឹងក៏បានចាក់ចេញជាមួយនឹងវត្ថុបុរាណដែលពួកគេបានយកមកតាមខ្លួន